เคยពួកយើងទាំងពីរអង្គុយផ្ទំនេះមិនមែនផ្ទំការទេគឺផ្ទំត្រៀមសម្រាប់ថ្ងៃឡើងផ្ទះព្រោះម៉ាក់ខ្ញុំគាត់ប្រាប់ថាកម្មវិធីឡើងផ្ទះហ្នឹងគឺមានការផ្ទំចងដៃចងអីអញ្ចឹងណាចឹងទៅខ្ញុំរៀបរាប់ប្រាប់ប្តីខ្ញុំមកហើយកុំឲ្យដល់ពេលវេលាផ្ទំចងដៃហ្នឹងពិបាកនិយាយគ្នាអត់យល់ព្រោះពេលហ្នឹងមនុស្សច្រើននិយាយជាមួយយើងញញញ៉ៃតិចហើយអញ្ចឹងប្រាប់ប្តីខ្ញុំមកគាត់ធៀមមកហើយថាត្រូវធ្វើម៉េចចឹងណាបងប្អូនតាមពិតទៅឡើងផ្ទះដំបូងហ្នឹងគឺខ្ញុំចង់ធ្វើតិចតួចទេនិយាយទៅចង់ធ្វើជាមួយបងប្អូនអ្នកជិតស្និទ្ធអីតិចតួចចឹងណាបងប្អូនប៉ុន្តែដល់ពេលរាប់បងប្អូនចុះឡើងទៅចំបងប្អូនចង់មកភូមិអញ្ចឹងទៅក៏ធ្វើរៀងច្រើនទុកដែរក៏ចាប់ផ្ដើមធ្វើរៀងធំបន្តិចគឺយើងធ្វើ35ទុកអញ្ចឹងណាបងប្អូនអូយច្រើនណាស់ហើយពេលហ្នឹងចាប់ផ្ដើមញញ៉ៃសេមសាមតិចហើយព្រោះគៀកមែនតើតែទោះបីជាយ៉ាងណាក៏ដោយបងប្អូនក៏អត់សូវអាសេមសាមដូចការដែរការខ្ញុំបងប្អូនអើយអញញ៉ៃមែនតើយើងអត់ធ្លាប់ការដល់ពេលការដំបងអត់ដឹងអីទេហើយម៉ាក់ប៉ាយើងក៏គាត់ប្រាប់យើងច្បាស់ថាធ្វើមិនថ្មិចអញ្ចឹងណាហើយណាមួយទោះបីគាត់ប្រាប់ក៏យើងមិនសូវយល់ដែរអញ្ចឹងទៅលើកទី1ផងខុសអូយញញ៉ៃខ្លាំងប៉ុន្តែដល់ពេលឡើងផ្ទះកូនកន្លោះកូនក្រមុំនិយាយទៅម្ចាស់ផ្ទះខ្ញុំនឹងប្តីខ្ញុំអត់មានត្រូវធ្វើអីទេរវល់តែពេលព្រឹកមកបន្តិចហើយពេលល្ងាចទទួលភ្ញៀវហើយការខ្ញុំនឹងប្តីខ្ញុំការនៅខ្មែរប្តីខ្ញុំអត់មានពេលដើរថតដាក់អីទេគឺនិយាយទៅគឺរវល់ស្លៀកពាក់គេហៅទៅនេះទៅនោះធ្វើនេះធ្វើនោះរហូតចឹងណាដល់ពេលឡើងផ្ទះវិញគឺគាត់មានពេលវេលាគ្រប់គ្រាន់ដើរថតចឹងណាបងប្អូនប្តីខ្ញុំថតយកព្រោះឃើញសកម្មភាពចឹងគាត់ថាស្តៀងទៅនឹងការរបស់ពួកយើងការប្រហែលឆ្នាំមុនចឹងណាដឹងថាកម្មវិធីឡើងផ្ទះរបស់បងប្អូនគេធ្វើមិនទេប៉ុន្តែនៅខាងខ្ញុំគឺមានការសូត្រមុនពេលព្រឹកហើយគេមើលពលាទៅគេឃើញថាយើងហ្នឹងគឺត្រូវហែពេលព្រឹកម៉ោង8ចឹងណាបងប្អូនហើយនឹកឃើញថាហែពេលព្រឹកហ្នឹងមានយាយតាគាត់មកចឹងឱកាសជួបពួកគាត់អត់សូវមានទេអញ្ចឹងឱកាសពេលនេះមានខ្ញុំនឹកឃើញរឿងរៀបចំអីជូនគាត់ពេលព្រឹកចឹងគឺមានសរងមានថវិកាតិចតួចដែលយើងមានតាមសទ្ធាជូនយាយតាពេលព្រឹកចឹងទៅសកម្មភាពពួកយើងរៀបចំបន្លែផ្លែឈើអូយឡំបន្លែចាផ្លែឈើចាអូយមួយបងប្អូនខ្ញុំវាយគ្នាចាអូយលោកប្រាស់ហើយបងប្អូនខ្ញុំតាមឃើញគឺវាយគ្នាដោយសារហូបផ្លែឈើហើយបងប្អូនណាដូចបងប្អូនខ្ញុំទេនិយាយទៅឆ្លោះគ្នាទៅរឿងហូបទេអូខេយើងនិយាយតទៀតចាសកម្មភាពពួកយើងរៀបចំផ្លែឈើនំណែកសរងហើយនឹងថវិកាតិចតួចជូនលោកតាលោកយាយពេលព្រឹកហ្នឹងគឺពួកយើងរៀបចំពីល្ងាចមុនទេហើយពេលព្រលឹមឡើងបានយើងរៀបចំជូនអញ្ចឹងណាហើយយើងមានរៀបចំក្អាវម្នាក់មកផ្លេអញ្ចឹងណាក្អាវម្ចាស់ផ្ទះអញ្ចឹងណាបងប្អូនដាក់ចូលក្នុងប្រអប់អញ្ចឹងមកអំភើបងប្អូនអើយពីអ្នកប្តីប្រពន្ធឥឡូវនេះមានផ្ទះនៅខ្មែរមួយហើយយើងនៅតែផ្ទះនៅស្វីសទេនិយាយទៅក្តីសម័យមកបន្តយឺតតែបានផលពិតយើងធ្វើតិចទៅតាមសមត្ថភាពសានសង់ផ្ទះមួយនឹងគេដែរប៉ុន្តែហត់លើសគេលើសឯងហើយខ្ញុំអត់មានបានទៅជួយជាងជួយអីទេប៉ុន្តែមានអារម្មណ៍ថាហត់ខ្លាំងណាស់ទម្រាំទៅបានឡើងផ្ទះរបស់ពួកយើងរៀងញ៉ៃតិចហើយដូចខ្ញុំនិយាយមកពីដើមអញ្ចឹងគឺធ្វើផ្ទះអត់មានកម្រងហើយដល់ពេលចេញកម្រងមកផ្ទះគឺខុសពីការគិតរបស់យើងតែអត់អីទេឥឡូវនេះគឺយើងទទួលបានទ្រព្យសម្បត្តិមួយគឺបានផ្ទះនៅខ្មែរយើងនៅចិត្តម៉ាក់ប៉ាពេលទៅលេងស្រុកម្ដងណាគឺបានជួបជុំគ្រួសារទាំងវងអញ្ចឹងទៅគឺពោពេញទៅដោយក្តីសុខតិចតួចដែលពួកយើងខំសាងមកទាំងអស់គ្នាសួររំភើបអត់ពីអ្នកប្តីប្រពន្ធគឺរំភើបមែនតែនហ្មងបងប្អូនអើយរបស់ប្តីខ្ញុំវិញចាំអញ្ចឹមច្រឡំខ្ញុំបិទមាត់អត់ចិត្តទេចាខ្ញុំនិយាយទៅគឺមើលផ្ទះហ្នឹងគាត់សរសើរថាខ្ញុំហ្នឹងប្រកែអញ្ចឹងណាតាមពិតខ្ញុំមិនប្រកែអីបងប្អូនអើយឲ្យលុយជាងធ្វើសោះហ្នឹងតែគាត់ថាមកសានសង់ផ្ទះតាំងពីចាក់គ្រឹះមកដំបូងគឺប្តីខ្ញុំមិនមានបានមកមើលទេគឺខ្ញុំមករហូតមកឡើង2ដងហើយបងប្អូនហើយមកម្ដងគឺថាយូរមែនតែនហើយវីដេអូរបស់ពួកយើងរៀបចំមុនឡើងផ្ទះនេះគឺមានតែប៉ុណ្្នឹងទេបងប្អូនចាំរងចាំទស្សនាវីដេអូបន្តគឺវីដេអូថ្ងៃឡើងផ្ទះណាអរគុណច្រើនបងប្អូនចាំជួបគ្នាវីដេអូក្រោយសុខសប្បាយអ្នកនរគ្នាបាយបាយ